Vẽ muốn nom hành ní chi rực phượngแล้วnom hành ní chi metro ម្ដង metro ហ្នឹងបងប្អូនគឺអារថភ្លើងក្រោមដីហ្នឹងបងប្អូនបាទរថភ្លើងក្រោមដីនៅក្នុងស្រុកបារាំងហ្នឹងគឺច្រើនបងប្អូនច្រើនខ្សែច្រើនរបៀបបាទប៉ុន្តែឥឡូវហ្នឹងខ្ញុំនាំទស្សនភាពថ្មីប្លែកបងប្អូនមើលអញ្ចឹងណាបាទហ្នឹងគឺច្រកទ្វារចូលទៅហើយឥឡូវនឹងដាក់កាតមួយសិនបាទចូលទៅជិះមេត្រូអញ្ចឹងណាបងប្អូនបាទហើយក្នុងក្រោមដីនៅស្រុកបារាំងហ្នឹងកុំគិតថាអត់មនុស្សបងប្អូនមនុស្សច្រើនណាស់តាមខ្សែនីមួយឥឡូវដូចអ្នកនរគ្នាឃើញរថភ្លើងមកនេះគេហៅថាមេត្រូលេខ7បាទហើយមនុស្សច្រើនណាស់បងប្អូនអើយខ្ញុំព្យាយាមថតខ្លះអញ្ចឹងណាឲ្យបងប្អូនមើលអញ្ចឹងព្រោះថាអត់សូវឃានកាន់ផ្ដេសផ្ដាស់ដែរហ្នឹងបងប្អូនព្រោះថានៅក្រុងប៉ារីសបងប្អូនដឹងហើយមានចៅឆក់ដែរច្រើនដែរអញ្ចឹងណាអញ្ចឹងយើងប្រុងប្រយ័ត្នហើយឆ្លៀតថតឲ្យបងប្អូនបានមើលអញ្ចឹងណាបាទព្រោះថានេះជាទស្សនភាពជាក់ស្ដែងសម្រាប់អ្នកនៅក្រុងប៉ារីសហ្មងបងប្អូនគេហៅអ្នកក្រុងប៉ារីសស្រាប់តែไปធ្វើការជិះមេត្រូត្រាវ៉ៃប៊ូឡូដកមានហ្នឹងតែម្យ៉ាងបាទគឺមានតែប៉ុណ្្នឹងឯងបងប្អូនចឹងទៅឥឡូវនេះហានីរបស់ខ្ញុំពងបង្ហាញថាណរថភ្លើងមកខាងនោះមានអីមកពីមុខវិញបងប្អូនមកពីមុខមកពីក្រោយមកទាំងពីរតែម្ដងបាទចឹងថាបើអាទេសភ្លើងនេះវាអត់ចេះបុកគ្នាដូចអាទេសភ្លើងផ្សេងទេបាទទេសភ្លើងនេះមានផ្លូវទៅមានផ្លូវមកតែបើទេសភ្លើងមនុស្សបុកគ្នាបាទចេញភ្លើងព្រាបាទទេសភ្លើងនេះអត់អីទេបាទឥឡូវមើលអាទេសភ្លើងឥឡូវយើងឡើងមកលើមេត្រូទៀតហើយបងប្អូនខ្មែរយើងច្រឡំតែនិយាយថាទេសភ្លើងបណ្ដៃនៅនេះមានពាក្យច្រើនណាបងប្អូនមេត្រូមេអីចឹងហើយកន្លែងនេះខ្ញុំបិទមុខគេបន្តិចកុំឲ្យជាប់មុខគេចឹងណាបាទឥឡូវនេះបងប្អូនខ្ញុំដាក់រូបភាពលឿនឲ្យអ្នកនរគ្នាបានមើលថាហ្នឹងណាបាទឃើញមនុស្សច្រើនទេបងប្អូននៅក្នុងខាងក្រោមហ្នឹងមនុស្សច្រើនណាបងប្អូនអើយយកតាណាមអស់ហើយបាទហើយឥឡូវដាក់ក្រោយពីដាក់ time lapse ឲ្យបងប្អូនបានមើលហើយមកដល់ហើយបងប្អូនគឺ Trocadero នៅទូ Eiffel បងប្អូនណានេះហើយវីដេអូហ្នឹងគឺនៅត្រឹមតែ Trocadero សិនទេឲ្យបងប្អូនឃើញទូ Eiffel លំសិនអញ្ចឹងណាបាទឥឡូវហ្នឹងឃើញបងប្អូនមនុស្សច្រើនណាក្នុងក្រុងប៉ារីសខែក្តៅនឹងយកតាណាអស់ទេមនុស្សហ្នឹងអញ្ចឹងមិនថាប្រទេសបារាំងខែក្តៅគឺខែកាបលុយហើយបាទគឺ high season ណាគឺប្រមូលលុយពីភ្ញៀវទេសចរមិនថាភ្ញៀវជាតិនិងអន្តរជាតិទេមនុស្សមកច្រើនណាស់នេះគ្រាន់តែទូ Eiffel មួយទេបងប្អូនណាមិននៅកន្លែងផ្សេងទៀតច្រើនជាងហ្នឹងទៀតដូច Disneyland ដូចអីបណ្ដៃវីដេអូហ្នឹងគឺនាំប្រិមិត្តហ្នឹងឲ្យមកមើលកន្លែងទាំងអស់ហ្នឹងថា high season របស់គេហ្នឹងមិនបាទជាពិសេសអ្នកប្រកបមុខរបរខាងទេសចរអីអាចមើលវីដេអូហ្នឹងបានយកជា idea យកជាកំណត់ធ្វើម៉េចតាក់ទាញឲ្យមនុស្សទេសចរគេមកអញ្ចឹងណាបងប្អូនជាពិសេសគូស្នេហ៍គេចូលចិត្តមកថតមកលេងនៅកន្លែងហ្នឹងណាបាទនៅក្នុងបាទកន្លែងទូ Eiffel ហ្នឹងណាបងប្អូនបាទជាពិសេសគេថត sweet អីចឹងណាបាទហើយមនុស្សច្រើនមែនតើបងប្អូនអើយខ្ញុំផែនឲ្យបងប្អូនមើលតិចបាទថាមនុស្សមិនដឹងមកពីណាគឺច្រើនមែនតើណាបាទយំអស់ហើយបាទជំរាបលាបាយបាយ